ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ខេត្តកោះកុងដែនដីសាគរដែលខេត្តកោះកុងនេះគឺជាខេត្តមួយដែលមានសមុទ្រហើយដែលជាខេត្តដែលខ្ញុំស្រឡាញ់ជាងគេបំផុតក្នុងចំណោមខេត្តដែលមានសមុទ្រទាំងអស់ហើយទីនេះគឺខុនឆាងខុនផែនដែលយើងបានដឹងប្រវត្តិខ្លះៗអំពីចេតិយខុនឆាងខុនផែននៅក្នុងខេត្តកោះកុងនេះដែលឥឡូវហ្នឹងគឺជាកន្លែងទីសក្ការៈដ៏មានឥទ្ធិពលមែនទែនសម្រាប់ប្រជាពលរដ្ឋខ្មែរយើងដែលមកកោះកុងគឺអត់រំលងទេចំពោះចេតិយខុនឆាងខុនផែននេះហើយយើងបានដឹងអំពីប្រវត្តិខ្លះៗនៃការកកើតឡើងនៃចេតិយខុនឆាងខុនផែនដែលដំណើររឿងហ្នឹងគឺនិយាយអំពីនារីម្នាក់ដែលមានឈ្មោះថាផឹមហើយបុរសពីរនាក់ដែលមានឈ្មោះថាខុនឆាងនិងខុនផែនដែលខុនឆាងហ្នឹងគឺជាបុរសម្នាក់ដែលមានរូបសម្បត្តិអត់ស្អាតទេមានក្បាលតាពេកមៀតធំប៉ុន្តែជាកូនអ្នកមានហើយម្នាក់ទៀតហ្នឹងគឺខុនផែននោះគឺជាមេតួបដែលមានរូបសម្រស់ស្រស់សង្ហាមែនតើដែលយើងនិយាយនៅក្នុងបច្ចុប្បន្នហ្នឹងគឺសង្ហានៅពេលថ្ងៃមួយខុនឆាងខុនផែនហ្នឹងភ្នាល់តស្ដីជាមួយគ្នាថាបើសិនជានរណាគេឈ្នះនឹងបានរៀបការជាមួយនឹងផឹមហ្នឹងអញ្ចឹងទៅពេលដែលលេងតស្ដីហ្នឹងគឺខុនផែនបានឈ្នះខុនឆាងរួចក៏បានរៀបការជាមួយនឹងផឹមហ្នឹងទៅហើយប៉ុន្តែថ្ងៃមួយហ្នឹងគឺមានសង្គ្រាមរវាងខ្មែរនិងសៀមអញ្ចឹងទៅខុនផែនបានចេញទៅច្បាំងជាមួយសៀមហ្នឹងណាហើយរយៈកាលយូរអត់ឃើញខុនផែនមកវិញក៏ខុនឆាងបានប្រាល្បិចថាខុនផែនហ្នឹងស្លាប់បាត់ហើយដូច្នេះរយៈកាលរំលងទៅយូរបន្តិចក៏ខុនឆាងហ្នឹងសុំនឹងផឹមហ្នឹងមើលថែមិនបាច់ស្រឡាញ់ខ្លួនក៏បានដែរសុំត្រឹមឲ្យតែខ្លួនហ្នឹងអាចមើលថែនឹងផឹមហ្នឹងបានហើយដល់ថ្ងៃរៀបការខុនឆាងនិងផឹមហ្នឹងគឺខុនផែនបានមកត្រឡប់មកវិញដូច្នេះដំណឹងហ្នឹងក៏បានលើទៅដល់ស្ដេចក៏ឲ្យនឹងផឹមហ្នឹងរើសថាតើរើសយកមួយណែរវាងខុនឆាងនិងខុនផែនដូច្នេះនឹងផឹមហ្នឹងអត់រើសទេព្រោះដោយសារតែមួយអាណិតមួយស្រឡាញ់ហើយដូច្នេះស្ដេចក៏ឲ្យនឹងផឹមហ្នឹងទៅរើសតុងមួយតុងខ្មៅនិងតុងសបើបានតុងខ្មៅនាងនឹងស្លាប់អីចឹងទៅនាងរើសមកបានតុងខ្មៅហើយក៏ស្ដេចប្រកាសឲ្យកាត់នាងផឹមជាពីរដើម្បីចែកឲ្យខុនឆាងខុនផែនម្នាក់មកកណាត់ពេលអញ្ចឹងទៅគឺខុនផែនហ្នឹងខឹងអារម្មណ៍ខឹងណាប៉ុន្តែណាមួយក៏ចង់ឲ្យនឹងផឹមហ្នឹងទៅចាប់ជាតិថ្មីក៏យកដងតុងមកដោតដើម្បីឲ្យនាងឆាប់ទៅចាប់កំណើតថ្មីដូច្នេះក៏បន្សល់ភូមិមួយដែលនៅខាងលិចនេះឈ្មោះថាភូមិចេតិយហើយខាងកើតឈ្មោះថាភូមិដងតុងនឹងហើយប្រវត្តិខុនឆាងខុនផែនខ្ញុំដឹងមកខ្លះតែប៉ុណ្្នឹងហើយចំពោះបងប្អូនដែលចង់ដឹងអំពីប្រវត្តិខុនឆាងខុនផែនលម្អិតអាចមកទីនេះដើម្បីសិក្សាស្រាវជ្រាវបានព្រោះជាប្រវត្តិខ្មែរយើងណោះហើយជនជាតិថៃហ្នឹងក៏គេថាប្រវត្តិថៃគេទៅព្រោះវានៅចិត្តប្រទេសយើងនៅចិត្តគ្នាព្រំដែនអញ្ចឹងក៏អារឿងនៅពេលដែលជាប់ប្រទល់ព្រំដែនអញ្ចឹងទៅវា